ស្ការចំពោះប្រជុំបីនៃព្រះត្រៃរតន៍ដោយសេចក្តីជ្រះថ្លានិងគោរពសូមនមស្ការបថយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមចម្រើនពរចំពោះញាតិញោមប្រុសស្រីគ្រប់រូបដែលគោរពស្រឡាញ់ការចម្រើនព្រះកម្មនេះជាថ្ងៃសៅរ៍ដែលជាថ្ងៃយើងបង្រៀនណែនាំនៅពិធីឬរបៀបនៃការចម្រើនព្រះកម្មដ្ឋានឬក៏ជាថ្ងៃដែលយើងស្ដាប់នៅឱវាទរបស់ព្រះអង្គគ្រូព្រះសាស្តាមុនីប៉ុន្តែថ្ងៃនេះព្រះអង្គគ្រូមានភារកិច្ចរវល់ច្រើនតាំងពីព្រលឹមពីថ្ងៃសៅរ៍ផងដូច្នេះថ្ងៃនេះគឺអាត្មាភាពនឹងបង្រៀនញាតិញោមហើយមិនមានការណែនាំទេថ្ងៃនេះអាត្មាចង់ឲ្យញាតិញោមសួរឬក៏យើងទៅសិក្សានៅព្រះបរិយត្តិខ្លះដែលតកតងទៅនឹងការចម្រើនព្រះកម្មដ្ឋានពីព្រោះតកតងទៅនឹងបរិយត្តិយើងរៀនហើយយើងរៀនជារបៀបបរិយត្តិទៅតាមលំដាប់លំដោយយើងរៀនព្រះវិន័យយើងរៀនប្រសូតយើងរៀនព្រះភិធម្មជាដើមទៅយើងរៀនពីចិត្តចិត្តសិករូបអីជាដើមអញ្ចឹងទៅគឺសុទ្ធតែជាធម៌ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនាប៉ុន្តែតកតងទៅនឹងរបៀបនៃការចម្រើនព្រះកម្មដ្ឋាននោះគឺនៅប្រទេសណាក៏ដូចប្រទេសណាដែរគឺមិនសូវមានជាសាធារណៈឬក៏ទូលំទូលាយច្រើននោះទេរបៀបសម្ដែងរបៀបយល់ជាបរិយត្តិគឺមានច្រើនប្រទេសខ្មែរភូមាថៃស្រីលង្កាអាត្មាធ្លាប់គង់នៅក៏ដូចគ្នាដែរប៉ុន្តែតកតងនឹងសុភាវៈរបៀបការបង្រៀនជារបៀបបដិបត្តិគឺមានប៉ុន្តែតិចអានឹងជាលក្ខណៈតើតែកូនសិស្សហ្នឹងលក្ខណៈសួរឬក៏ទៅតាមមជ្ឈមណ្ឌលវិបស្សនាអញ្ចឹងទៅបានមានរបៀបនឹងច្រើនហើយនៅក្នុងថ្នាក់រៀននេះក៏អាត្មាមិនសូវបានស្គាល់ញាតិញោមច្បាស់ដែរព្រោះអត់ដូចជាការរៀនផ្នែកបរិយត្តិទេអញ្ចឹងញាតិញោមមានចម្ងល់អីសួរអាចសាកសួរបានបើអត់ទេយើងអាចចូលទៅពន្យល់ពីគន្លឹះខ្លះនៃការបដិបត្តិនឹងឲ្យញាតិញោមអាចកត់ក៏បានអញ្ចឹងទៅណាញាតិញោមមានទេញោមណាមានសំណួរអីអាចលើកដៃសួរបានបងប្រហែលជាមិនមានទេចឹងនឹងហើយបើមិនមានទេមុននឹងយើងទៅរៀនពីទ្រឹស្ដីតកតងទៅនឹងការបដិបត្តិយើងណែនាំគ្នាចម្រើនព្រះកម្មដ្ឋានបន្តិច30-40នាទីអញ្ចឹងទៅមុននឹងយើងចម្រើនញាតិញោមគ្រប់រូបដឹងហើយគឺយើងត្រូវរៀបភ្នែនណា
Palangkang Apujitwa គឺត្រូវតែរៀបភ្នែនដាក់កាយឲ្យត្រង់ដៃស្ដាំលើដៃស្ដាំដាក់លើដៃឆ្វេងបិទភ្នែកទៅតាមសម្រួលមិនប្រឹងមុននឹងញាតិញោមញ៉ាំងឲ្យចិត្តរបស់យើងនឹងស្ងប់សំងំអភិរម្យនៅក្នុងព្រះកម្មដ្ឋានរីករាយជាមួយនឹងចិត្តវិវេកញាតិញោមត្រូវសម្រួលកាយនឹងឲ្យបានស្រួលជាចំណុចសំខាន់ប៉ុន្តែអ្នកខ្លះមិនសូវគិតទី1គឺការរៀបភ្នែននឹងកុំឲ្យមានសម្ពាធខ្លាំងទាំងការដាក់ជើងកងគ្នាក្តីអ្នកខ្លះក៏ដាក់ជើងនឹងស្មើអត់ដាក់លើគ្នាទេក៏បានដែរហើយតកតងទៅនឹងសម្លៀកបំពាក់ដែលយើងប្រើប្រាស់ពីការអង្គុយនឹងកុំឲ្យមានភាពតានតឹងចង្អៀតអីច្រើនចកេះអីជាដើមហ្នឹងទី2ត្រូវពិនិត្យមើលរាងកាយទាំងមូលនឹងចិត្តដែលមានសម្ពាធភាសាបច្ចុប្បន្នស្រេះភាសាធម៌គឺសេចក្តីទុក្ខបារម្ភអីផ្សេងហ្នឹងពេលដែលធម៌ទាំងឡាយនោះកើតឡើងនៅក្នុងចិត្តហើយវានឹងបង្ហាញនៅក្នុងផ្លូវកាយនឹងធ្វើឲ្យស្មារបស់យើងនឹងមានភាពតានតឹងដូចជាលក្ខណៈប្រឹងដូច្នេះញាតិញោមត្រូវសម្រួលចិត្តហើយទម្លាក់ស្មានឹងចុះធ្វើដៃទាំងពីររបស់ញាតិញោមនឹងឲ្យស្រាលឲ្យស្រាលបង្អោនចិត្តពិនិត្យមើលរាងកាយទាំងមូលតាំងពីศีរសៈគឺក្បាលរហូតដល់ចុងជើងបង្អោនចិត្តញ៉ាំងឲ្យរាងកាយនឹងឲ្យមានការសម្រាកឲ្យស្រួលដូចជាញាតិញោមបានធ្វើការហត់នឿយហើយអង្គុយសម្រាកចឹងរាងកាយរបស់ញាតិញោមនឹងកំពុងតែសម្រាកដាក់ខ្នងដាក់រាងកាយនឹងឲ្យត្រង់មែនប៉ុន្តែញាតិញោមអត់ប្រឹងទេបងអត់ប្រឹងទេមើលល្មមបន្ទាប់មកគឺមុននឹងយើងបង្អោនចិត្តពោះទៅកាន់អារម្មណ៍ព្រះកម្មដ្ឋានជាពុព្វកិច្ចជាកិច្ចខាងដើមគឺគ្រូព្រះកម្មដ្ឋានណែនាំឲ្យយើងនឹងគោរពថ្វាយបង្គំនៅក្នុងចិត្តចំពោះគុណប្រតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដើម្បីបណ្ដុះនូវសទ្ធាការគោរពរបស់គ្រូរបស់យើងទី2បង្អោនចិត្តបូជាកាយចិត្តជីវិតនឹងចំពោះគុណប្រតនត្រ័យដោយអធិដ្ឋានគិតថាខ្ញុំព្រះករុណាសូមបូជាជីវិតនេះដល់ព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃទី3ក៏បង្អោនចិត្តអធិដ្ឋានសូមខមាទោសចំពោះគុណប្ររតនត្រ័យដែលបានប្រព្រឹត្តដោយកាយដោយវាចាដោយចិត្តដោយចេតនាក្តីអចេតនាក្តីការខមាទោសនេះគឺ
យើងពេលខ្លះគិតថាដូចមិនសំខាន់ប៉ុន្តែមានសារៈសំខាន់ណាស់នៅក្នុងដំណើរនៃការបដិបត្តិពីព្រោះចិត្តជាវត្ថុជនគឺតែងតែមានការមិនប្រក្រតីខុសឆ្គងជាដើមអញ្ចឹងទៅចឹងការខ្មាស់ទោសនេះជាជំនួយពេលដែលយើងអង្គុយទៅនឹកឃើញនៅទោសមួយណាក៏ជាកម្លាំងចិត្តទៅខ្ញុំបានខ្មាស់ទោសហើយខ្ញុំបានខ្មាស់ទោសហើយបន្ទាប់មកញាតិញោមក៏បង្អោនចិត្តអធិដ្ឋាននៅសិលពីព្រោះញាតិញោមជាកុហកចេតនារបស់ញាតិសិលរបស់ញាតិញោមគឺកើតឡើងដោយចេតនាញាតិញោមក៏របស់បង្អោនចិត្តអធិដ្ឋានមុននឹងអង្គុយនឹងអាចសិលនឹងមិនបរិសុទ្ធកាន់មិនបានល្អអានឹងជារឿងអតីតប៉ុន្តែពេលដែលញាតិញោមអង្គុយនេះគឺត្រូវអធិដ្ឋានទៅសិលនឹងឲ្យរឹងមាំទោះបីជា30នាទីក៏ដោយ40នាទីក៏ដោយក៏អធិដ្ឋានបើកាន់សិល5ក៏អធិដ្ឋានសិល5បើកាន់សិល8ក៏អធិដ្ឋាននៅសិល8ពីព្រោះអានិសង្សនៃការសមាទានសិលនេះមាន2ខណៈទី1ក្នុងខណៈដែលយើងបង្អោនចិត្តសមាទានហ្នឹងគឺអានិសង្សហ្នឹងកើតឡើងនៅពេលហ្នឹងអានិសង្សមួយទៀតគឺពេលដែលមានឧបសគ្គញ៉ាំងឲ្យសិលនឹងដាច់ប៉ុន្តែដោយអំណាចនៃការអធិដ្ឋានហ្នឹងយើងថាអត់ទេទោះបីយ៉ាងណាក៏ខ្ញុំត្រូវថែរក្សាសិលដែរបុណ្យហ្នឹងកើតនៅពេលហ្នឹងពេលដែលញាតិញោមបានបង្អោនចិត្តដូច្នោះហើយក៏បណ្ដោះនៅយោនិសោមនសិការៈថាទាំងកាយទាំងចិត្តរបស់អាត្មាអញគឺនឹងប្រែប្រួលនឹងមិនទៀងនឹងប្រកបនៅក្នុងអនិច្ចតាធម៌កាយនិងចិត្តរបស់អាត្មាអញក៏នឹងស្ថិតនៅក្នុងសភាវៈមួយគឺទុក្ខកាយនិងចិត្តរបស់អាត្មាអញក៏នឹងប្រកបនៅក្នុងសច្ចធម៌មួយគឺអនត្តាមិនមែនជារបស់អាត្មាអញណាមិនមែនជាខ្លួនរបស់អាត្មាអញមិនមែនជាអាត្មាអញជាដើមវាប្រព្រឹត្តប្រែប្រួលទៅតាមហេតុបច្ច័យរបស់ធម៌បន្ទាប់ពីញាតិញោមបានបង្អោនចិត្តបណ្ដោះនៅយោនិសោមនសិការៈដូច្នោះហើយក៏ថ្នមចិត្តញាតិញោមថ្នមចិត្តនឹងមកដាក់នៅបរិវេណរុនច្រមុះហើយព្យាយាមពិនិត្យមើលនៅដង្ហើមចូលនិងដង្ហើមចេញដូច្នេះញាតិញោមប្រុសស្រីគ្រប់រូបគឺដឹងនៅកតបកិច្ចរបស់ខ្លួននៅពេលនេះហើយព្យាយាមសម្រួមបណ្ដោះនៅឆន្ទៈសទ្ធាដើម្បីចម្រើនព្រះកម្មដ្ឋានជាកន្លែងដើម្បីសន្សំនៅឧបនិស្ស័យសម្រាប់នៅព្រះនិព្វានដែលញាតិញោមធ្លាប់លើថាញ៉ាំងសតិនិងញាណនឹងឲ្យដឹងនៅដង្ហើមចូលនិងដង្ហើមចេញ
ក្នុងន័យសាមញ្ញកម្មដ្ឋាននីមួយៗដែលបានត្រាស់សម្ដែងដោយព្រះសម្មាសម្ពុទ្ធហ្នឹងគឺដើម្បីចម្រើននៅកុសលចិត្តជារឿយៗដើម្បីបណ្ដុះនៅចិត្តវិសុទ្ធិធ្វើឲ្យចិត្តនឹងបរិសុទ្ធសួរមកវិញថាធ្វើឲ្យចិត្តនឹងបរិសុទ្ធដើម្បីអីគឺដើម្បីជាបាតក្នុងការចម្រើនវិបស្សនាបើចិត្តរបស់យើងមិនទាន់បរិសុទ្ធបើចិត្តរបស់យើងនៅតែមានគ្រឿងរារាំងរំខានគឺនិវរណធម៌ហ្នឹងគឺចិត្តនឹងមិនអាចយកទៅចម្រើនវិបស្សនាបានទេសប្តាហ៍ថ្ងៃនេះមានវិវាទមានរឿងជាច្រើនមានការវិភាគជាច្រើននឹងដោយសារបុគ្គលទាំងអស់នោះគឺមិនបានធ្វើទៅតាមលំដាប់នៃការចម្រើនព្រះកម្មដ្ឋានទេមនុស្សយើងភាគច្រើនចូលចិត្តតែផ្លោះចម្រើនសមាធិធ្វើអីចម្រើនវិបស្សនាត្មងទៅចម្រើនសតិប្បដ្ឋានត្មងទៅនឹងសិតតែជាទស្សនៈរបស់បុគ្គលនីមួយប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺទាំងព្រះសង្ឃទាំងអ្នកបដិបត្តិនឹងដឹងពីតម្លៃនៃការបដិបត្តិទៅតាមលំដាប់នៅក្នុងគម្ពីរវិសុទ្ធិមគ្គគម្ពីរវិសុទ្ធិមគ្គគឺដកស្រង់ពីបត្រៃបិដកទាំងអស់ញាតិញោមដកស្រង់ពីបត្រៃបិដកទាំងអស់ដូច្នេះការចម្រើនព្រះកម្មដ្ឋាននេះគឺដើម្បីសម្រេចនៅចិត្តបរិសុទ្ធវាចាកនៅអកុសលទាំងឡាយនិវរណធម៌ទាំងឡាយមានឧបចារសមាធិអបណាសមាធិជាដើមទោះបីជាយើងមិនទាន់បានសម្រេចដល់គោលដៅយ៉ាងណាក៏ដោយប៉ុន្តែយើងព្យាយាមញាតិញោមយើងព្យាយាមសង្ងំអភិរម្យនៅក្នុងព្រះកម្មដ្ឋានពីព្រោះខណៈពេលដែលយើងបង្អោនចិត្តនឹកឃើញសញ្ជឹងគិតនៅដង្ហើមចូលដង្ហើមចេញនោះគឺកុសលធម៌ណាទាំងឡាយនឹងវាប្រកាសឡើងវាកើតឡើងដែលនៅក្នុងព្រះពុទ្ធសាសនាថាជាកុសលឬកុសលភនៈចិត្តនិងចេតសិកនឹងហើយមានសទ្ធាសតិជាដើមក៏នេះពិតជាអស្ចារ្យណាស់គ្រាន់តែដឹងគ្រាន់តែរលឹកដឹងតាន់នៅដង្ហើមចូលដង្ហើមចេញហ្នឹងបុណ្យនឹងប្រកាសឡើងកុសលធម៌នឹងកើតឡើងណាមគ្គប្រកបដោយអង្គ5ហ្នឹងក៏កើតឡើងដែរយើងជាពុទ្ធជននេះពេលដែលយើងចម្រើននៅព្រះកម្មដ្ឋានទោះបីជាសមថកម្មដ្ឋានក្តីវិបស្សនាកម្មដ្ឋានក្តីមគ្គដែលប្រកបដោយអង្គ8ហ្នឹងគឺអត់កើតព្រមគ្នាទេបើមិនកើត5គឺ6
គឺ6ដូច្នេះបើយើងមិនចម្រើនបើយើងមិនសន្សំគឺឧបនិស្ស័យក្នុងការសម្រេចនៅព្រះនិព្វាននឹងគឺវាអត់កើតវាអត់ប្រកបហើយការចម្រើនព្រះកម្មដ្ឋាននេះគឺជារឿងដែលកម្រមនុស្សគ្រប់រូបនឹងចូលចិត្តពីព្រោះចិត្តរបស់យើងនឹងវាមានលេសច្រើនអង្គុយធ្វើអីទេស្ដាប់ធម៌ល្អជាងរៀនធម៌ល្អជាងទៅជប់លៀងជាមួយមិត្តភក្តិល្អជាងមើលគេវាយប្រដាល់ល្អជាងអានអត្ថបទនេះល្អជាងគឺនិវរណធម៌កិលេសជាគ្រឿងរារាំងហ្នឹងវាចេញដើរតួគ្រប់រឿងមិនឲ្យយើងនឹងអង្គុយពេនភ្នែនចម្រើនអង្គុយពេនភ្នែនចម្រើនមើលនៅដង្ហើមចូលដង្ហើមចេញប៉ុន្តែជំរុញឲ្យយើងនឹងត្រេកអរមានសេចក្តីរីករាយសោមនស្សបិតិជាមួយរឿងដទៃនឹងច្រើនប៉ុន្តែបើចម្រើនប្រកម្មដ្ឋាននឹងគឺមិនសូវប្រមាណទេចិត្តនឹងរុញរាខ្ជិលច្រអូសមិនបាច់ធ្វើទេអូយថ្ងៃនឹងចេះថ្ងៃនឹងចុះជាដើមចឹងទៅនេះមិនមែនជាកំហុសរបស់បុគ្គលណាទេគឺជាអំណាចនៃកិលេសហើយយើងភាកច្រើនជាអ្នករៀនក៏ដោយជាអ្នកធ្វើបុណ្យច្រើនក៏ដោយមិនស្គាល់នៅវញ្ចនិកធម៌នេះទេធម៌បោកប្រាស់កិលេសហ្នឹងវាចូលចិត្តបោកប្រាស់ហើយវាអត់ស្គាល់ថាប្រសង់អត់ស្គាល់ថាអ្នកនេះកាន់សិល10អ្នកនេះមានលុយមានអំណាចទេវាអត់ស្គាល់ទេញាតិញោមទោះបីប្រសង់នឹងបួស20 30ប្រសាប្រសង់នឹងជាគ្រូវិន័យក៏ដោយជាគ្រូអភិធម្មក៏ដោយធ្លាប់ចម្រើនបដិបត្តិសមាធិក៏ដោយបើមិនប្រយ័ត្នហ្នឹងគឺកិលេសដែលលេសច្រើនហ្នឹងវាចូលហើយវាគ្រប់គ្រងយើងហើយយើងគិតថាយើងនឹងត្រូវទៀតរៀនវិន័យប៉ុណ្ណឹងបានហើយរៀនព្រះអភិធម្មប៉ុណ្ណឹងបានហើយមិនបាច់ទៅចម្រើនទេខ្ញុំមិនទាន់មានឧបនិស្ស័យទេជួយសាសនាសិនអញ្ចឹងទៅអាណិតញាតិញោមបង្រៀនគាត់អញ្ចឹងទៅគឺកិលេសដែលមានចិត្តបាបហ្នឹងមានលេសច្រើនមានកលល្បិចច្រើនមានកលល្បិចច្រើនក៏ដើម្បីឈ្នះនៅដែលមានចិត្តបាបហ្នឹងញាតិញោមត្រូវសាបគប់នៅសប្បុរសបុគ្គលដែលគោរពស្រឡាញ់ចម្រើននៅព្រះកម្មដ្ឋានសពថ្ងៃដើម្បីឲ្យលោកណែនាំឲ្យលោកទូមានដាស់តឿនចិត្តរបស់យើងនឹងកុំឲ្យមានភាពខ្ជិលច្រអូសក្នុងអកុសលណាកុំឲ្យយើងនឹងនៅតែដេកត្រាំនៅក្នុងសិលក្នុងទាននៅក្នុងរៀនបរិយ័តនៅក្នុងការរៀនស្ដាប់ធម៌កុំឲ្យយើងនឹងដេកត្រាំតែប៉ុណ្្នឹងកិច្ចការទាំងអស់ហ្នឹងគឺប្រសើរហើយការធ្វើទានក្តីថែរក្សាសិលក្តីសិក្សានៅព្រះបរិយ័តក្តីណាដើរទៅនេះទៅនោះធ្វើទានឧបត្ថម្ភព្រះសង្ឃហ្នឹងគឺជាកិច្ចដែលគួរសរសើរល្អប្រពៃហើយប៉ុន្តែកុំឲ្យយើងនឹងគ្រប់គ្រាន់តែប៉ុណ្ណឹងក្នុងការចម្រើនកុសលនេះប្រងឲ្យយើងនឹងមានភាវនាមិនមែនត្រឹមតែសង្វរៈសម្រួមឈប់ធ្វើអំពើបាប
ធ្វើនៅសេចក្តីល្អលះបង់នៅអំពើបាបមានបហានៈជាដើមនោះទេគឺត្រូវតែភាវនាចម្រើននៅកុសលណាដែលញាតិញោមមិនដែលចម្រើននៅក្នុងសម្យប្រធាន4ញាតិញោមសម្មាវាយាមៈការព្យាយាមត្រូវសម្រួមផងបហានៈផងហើយត្រូវតែចម្រើនភាវនាចម្រើននៅកុសលដែលយើងមិនធ្លាប់ចម្រើនបើយើងមិនធ្លាប់ចម្រើនមេត្តាទេយើងត្រូវតែចម្រើនបើយើងមិនដែលចម្រើនមរណានុសតិទេយើងត្រូវតែចម្រើនទានសិលនឹងយើងធ្លាប់ធ្វើហើយជាកុសលដែលយើងបានធ្វើហើយណាកុសលណាដែលយើងមិនធ្លាប់ធ្វើបុណ្យណាដែលយើងមិនដែលធ្វើយើងត្រូវតែធ្វើយើងត្រូវតែចម្រើនហើយយើងត្រូវតែថែរក្សាអនុរក្ខណាត្រូវថែរក្សាដូចជាអគ្គមហេសីមួយរូបដែលគោរពស្រឡាញ់នៅបុត្រាជាស្ដេចចក្រពត្តិនឹងគឺស្រឡាញ់បុត្រាណាបុត្រានឹងប្រសូតហើយកើតឡើងហើយគឺមេត្តានឹងគោរពស្រឡាញ់ថែរក្សាបុត្រានឹងដូចនៅក្នុងករណីយសូត្រដែលព្រះអង្គឧបមានៅទឹកចិត្តរបស់មេត្តាគោរពស្រឡាញ់នៅកូនបង្កើតរបស់ខ្លួននេះជាអំណាចនៃមេត្តាមាតាយថានិយ៉ាងពុតតាំងគឺញាតិញោមត្រូវតែបង្អោនចិត្តថែរក្សានៅសេចក្តីល្អដែលញាតិញោមបានសាងនឹងថែរក្សាឲ្យចម្រើនឲ្យខ្លាំងទៅទៀតធ្លាប់តែថែរក្សាសិល5ព្យាយាមមានឱកាសថែរក្សាសិល8ណាអញ្ចឹងកុសលណាដែលយើងមិនបានចម្រើនយើងចម្រើនដែរថែរក្សាសិល8ហើយក៏មានឱកាសថែរក្សាសិល10ពេលខ្លះនឹងក៏អង្គុយចម្រើនបាន30នាទីក៏រៀនចម្រើនឲ្យបាន40-50នាទីអីចឹងទៅធ្លាប់អង្គុយមួយថ្ងៃមួយភ្នែនក៏អង្គុយ2ភ្នែនចឹងទៅធ្លាប់គោរពថ្វាយបង្គំមាតាបិតាមុននឹងចេញដំណើរទៅណាមុននឹងចូលគេងធ្លាប់ថ្វាយបង្គំគាត់ម្ដងអីហ្នឹងថ្វាយបង្គំ2ដង3ដងអីចឹងទៅបើមិនបានថ្វាយបង្គំទេមុននឹងឡើងឡាននឹងក៏លើកដៃសំពះគោរពដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគោរពគុណមេត្តាបិតាសុទ្ធតែជាកុសលទាំងអស់ដែលយើងមិនគិតដែលយើងមិនដែលស្មានអញ្ចឹងកុសលណាដែលយើងមិនដែលចម្រើនយើងត្រូវតែចម្រើនដូច្នេះការចម្រើនព្រះកម្មដ្ឋានការចម្រើនសមាធិនេះជារឿងដែលកម្រដែលមនុស្សភាគច្រើនមិនចូលចិត្តដូច្នេះញាតិញោមមានឧបនិស្ស័យហើយមានបុណ្យហើយត្រូវតែថែរក្សាកុំប្រងើយកន្តើយមានលេសទៅតាមបុគ្គលផ្សេងអត់ទេប៉ុណ្ណឹងពីព្រោះដំណើរនៃជីវិតបច្ចុប្បន្នញាតិញោមប្រុសស្រីគ្រប់រូបនឹងគឺហត់នឿយច្រើនហត់នឿយក្នុងការបម្រើនៅមានចិត្តបាបហត់នឿយក្នុងការបម្រើនៅមានចិត្តបាបមួយថ្ងៃយើងរស់នៅតែជាមួយលោភៈទោសៈមោហៈអ៊ីសាមច្ឆរិយៈឧបនាហៈកោធៈអីជាដើមចឹងទៅនៃសាមញ្ញហ្នឹងគឺយើងរស់នៅជាមួយការលោភលន់ច្រើនចំណែនច្រើនប្រកាន់ច្រើន
រើសអើងច្រើនសេចក្តីទុក្ខសោកនឹងច្រើនពេលដែលយើងរស់នៅជាមួយសត្រូវអមិត្តទាំងឡាយនេះគឺធ្វើឲ្យជីវិតរបស់យើងនឹងមិនមានរបៀបរញ៉េរញ៉ៃទុក្ខច្រើនពេលខ្លះបង្ហាញចេញពីផ្ទៃមុខរបស់យើងមិនស្រស់ស្រាយមួម៉ៅក្តៅក្រហាយពេលខ្លះមិនបង្ហាញគេមែនយើងអង្គុយយំនៅក្នុងបន្ទប់ម្នាក់ឯងពេលខ្លះនឹងមិនមានឱកាសអង្គុយយំនៅក្នុងបន្ទប់ទៀតសុខចិត្តទប់កាយទប់ចិត្តអត់ធន់អត់ធ្មត់ទ្រាំរស់នៅជាមួយទុក្ខសោកផលវិបាកវេទនាទាំងឡាយនេះប៉ុន្តែផ្លូវដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គឲ្យយើងដើរនោះគឺរស់នៅជាមួយមិត្តនោះហើយគឺកុសលដែលយើងធ្លាប់ពោលថាត្រូវយកខ្លួនយើងជាទីពឹងជាទីរលឹកនោះគឺព្រះអង្គសម្ដែងឲ្យយើងនឹងយកកុសលនឹងជាទីពឹងជាទីរលឹកកុសលដែលមានកម្លាំងគឺកើតឡើងពីការចម្រើនព្រះកម្មដ្ឋាននឹងហើយដែលជាការបណ្ដុះនៅសតិបញ្ញាសតិបញ្ញានេះជាមិត្តជាកល្យានមិត្តសំខាន់ណាស់សម្រាប់ចិត្តរបស់យើងថែរក្សាចិត្តរបស់យើងលួងនៅចិត្តរបស់យើងនឹងមិនឲ្យកើតទុក្ខមិនឲ្យព្រួយបារម្ភច្រើនគឺសតិបញ្ញានេះធ្វើឲ្យចិត្តរបស់យើងនឹងត្រជាក់ព្រមទទួលស្គាល់នៅដំណើរនៃជីវិតទទួលស្គាល់ការពិតពីព្រោះដំណើរនៃជីវិតយើងជាអ្នករៀនដឹងហើយគឺជាដំណើររបស់ចិត្តចេតសិកពេលដែលយើងធ្វើដំណើរជាមួយចិត្តល្អចិត្តសិកល្អមានសទ្ធាមានហិរិឧត្តបៈសតិបញ្ញាជាដើមមេត្តាករុណាណាជាដើមនេះគឺធ្វើឲ្យដំណើរនៃជីវិតរបស់យើងនោះស្រស់ស្រាយមានកម្លាំងប៉ុន្តែបើយើងអត់បានដឹងអត់បានស្គាល់នៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទេយើងរស់នៅតែជាមួយចិត្តចេតសិកជាអកុសលមានអិសាមច្ឆរិយៈជាដើមនោះនៅហើយយើងត្អូញត្អែថាម៉េចក៏ជីវិតនេះទុកម្ល៉េះពិបាកម្ល៉េះដោយសារយើងរស់នៅជាមួយសត្រូវយើងរស់នៅជាមួយភ្លើងកាលណាយើងរស់នៅជាមួយភ្លើងហើយគឺវាក្តៅហើយញាតិញោមវាក្តៅយើងទាំងអស់គ្នាកាន់ដុំភ្លើងហើយយើងត្អូញត្អែស្រែកប្រាប់ខ្លួនឯងផងស្រែកប្រាប់អ្នកដទៃផងថាខ្ញុំមួយថ្ងៃហត់ណាស់ទុក្ខណាស់ពិបាកណាស់កិច្ចការកូនផងកិច្ចការប្រពន្ធផងកិច្ចការស្វាមីផងក្រុមហ៊ុនផងនេះផងនោះផងរវល់ហើយយើងត្អូញត្អែថាជីវិតនឹងមានទុក្ខជីវិតនឹងមានទុក្ខអញ្ចឹងលើករឿងទាំងអស់នេះឡើងដើម្បីឲ្យញាតិញោមយល់មានឆន្ទៈសេចក្តីពេញចិត្តក្នុងការចម្រើនព្រះកម្មដ្ឋានយើងព្យាយាមស្វែងរកសេចក្តីសុខប៉ុន្តែបើយើងមិនស្គាល់នៅប្រភពនៃសេចក្តីសុខទេយើងនឹងវង្វេងគ្រប់គ្នាពេលដែលយើងមិនបានសិក្សានៅព្រះធម៌របស់ព្រះអង្គគឺយើងវង្វេងរួចហើយយើងគិតថាកសាងផ្ទះធំទៅយើងនឹងមានសេចក្តីសុខមានភរិយាល្អមានភរិយាស្អាតយើងនឹងមានសេចក្តីសុខមានស្វាមីល្អមានស្វាមីសង្ហាយើងនឹងមានសេចក្តីសុខមានផ្ទះល្អមានឡានល្អមានកូនល្អឲ្យកូនរៀនចេះមានប្រពន្ធកូនទៅ
យើងនឹងធូរយើងនឹងមានសេចក្តីសុខប៉ុន្តែចុងក្រោយយើងនឹងតែត្អូញដដែលយើងនឹងតែត្អូញដដែលខំធ្វើផ្ទះដាក់ម៉ាស៊ីនត្រជាក់ឲ្យល្អរកគ្រែដែលថ្លៃថ្លៃគេងទៅស្រួលលក់ស្រួលប៉ុន្តែចុងក្រោយនៅតែគេងមិនលក់ទៅជួបពេទ្យទិញថ្នាំឲ្យគេងលក់សប្បាយចិត្តណាលេបថ្ងៃទី1មួយគ្រាប់នឹងគេងលក់យូរទៅ2គ្រាប់គេងលក់យូរទៅ3គ្រាប់នឹងគេងលក់យូរទៅ5-6គ្រាប់លែងគេងលក់អញ្ចឹងការស្វែងរកនូវសេចក្តីសុខនឹងគឺយើងទាំងអស់គ្នានឹងចាញ់បោកមាចិត្តបាបនឹងច្រើនហើយបើអាយុ20ឆ្នាំគឺ20ឆ្នាំនឹងចាញ់បោក30ឆ្នាំអញ្ចឹងយើងមានភ័ព្វសំណាងបានក្លាយជាបុត្រាបុត្រីសក្យបុត្រសក្យបុត្រីរបស់ព្រះសម្មាសម្ពុទ្ធនេះគឺសំណាងណាស់ញាតិញោមគ្រាន់តែបានជ្រកក្រោមរូបគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកជាអារម្មណ៍នឹងក៏យើងរៀនតិចដែរមុននឹងយើងយកភរិយាជាអារម្មណ៍យើងយកស្វាមីជាអារម្មណ៍យើងយកផ្ទះជាអារម្មណ៍យើងយកឡានជាអារម្មណ៍គិតថាមានសេចក្តីសុខប៉ុន្តែធ្វើឲ្យយើងនឹងក្តៅក្រហាយទៅវិញនេះមិនមែនជាកំហុសរបស់ស្វាមីរបស់កូនរបស់ភរិយាញាតិសន្តានផ្ទះសម្បែងរបស់យើងទេនេះជាកំហុសដែលយើងមិនយល់ថាប្រភពនៃសេចក្តីសុខពិតនឹងកើតនៅត្រង់ណាកើតទៅត្រង់ណាដោយសារអវិជ្ជានឹងវាបិទបាំងវាឲ្យយើងវង្វេងទៅត្អូញត្អែបណ្ដាយើងរស់នៅជាមួយសេចក្តីទុក្ខបណ្ដាប៉ុន្តែឥឡូវនេះយើងមានពន្លឺនៅក្នុងជីវិតខ្លះហើយព្រះសទ្ធម្មដល់បរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធនឹងបានចូលមកក្នុងបេះដូងរបស់ញាតិញោមញ៉ាំងឲ្យចិត្តរបស់ញាតិញោមរៀនភ្លឺបន្តិចហើយឲ្យយល់ច្បាស់ហើយទៅសេចក្តីសុខពិតគឺនៅក្នុងការអប់រំចិត្តរៀនរស់នៅជាមួយកុសលធម៌រៀនរស់នៅជាមួយកុសលចិត្តរៀនរស់នៅជាមួយកុសលចេតសិកដើម្បីរៀនរស់នៅគឺយើងត្រូវចម្រើនដូច្នេះហើយបានពាក្យថាភាវនាព្រះអង្គសម្ដែងថាភាវេតិកុសលេធម្មេអាសេវតិវត្តេតិអេតាយាតិភាវនាគឺការចម្រើនភាវនាគឺការចម្រើនកុសលនេះគឺជាការញ៉ាំងឲ្យកុសលធម៌ទាំងឡាយនឹងកើតឡើងភាវេតិគឺញ៉ាំងកុសលធម៌ទាំងឡាយនឹងឲ្យកើតឡើងកុសលេធម្មេពេលដែលញ៉ាំងឲ្យកុសលធម៌ទាំងឡាយនឹងកើតឡើងហើយគឺព្រះអង្គឲ្យយើងនឹងអាសេវតិគឺខ្សែគប់រស់នៅជាមួយកុសលនឹងជារឿយជីវិតប្រចាំថ្ងៃនឹងឲ្យមានកុសលជាទីពឹងជាទីរលឹកងើបពីព្រលឹមឡើងឲ្យនឹកឃើញព្រះកុំឲ្យនឹកឃើញរឿងទម្លាប់ឲ្យជីវិតរបស់យើងនឹងងើបពីដំណេកភ្លាមនឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃមិនបានបូជាទឹកក៏ដោយមិនមានរូបបដិមាដើម្បីថ្វាយបង្គំក៏ដោយគឺលើក្រែនឹងអាចលើកដៃសំពះនឹកឃើញនៅប្រភពដ៏ស្រស់ស្អាតប្រកបដោយមហាករុណានិគុណរបស់ព្រះសម្មាសម្ពុទ្ធបានយើងអាចធ្វើបានរស់នៅជាមួយមេត្តាកំហឹងវាអាចកើតបន្តិចបន្តួចហើយប៉ុន្តែយើងមានសេចក្តីអនុគ្រោះមានមេត្តាអញ្ចឹងព្រះអង្គឲ្យយើងនឹងខ្សែផ្គប់នៅជាមួយកុសលធម៌ហ្នឹង
មិនសឹមតែមិនត្រឹមតែខ្សែភ្គប់ជាមួយកុសលធម៌ទេ គឺព្រះអង្គឲ្យយើងនឹងវត្តដេរទេ គឺញ៉ាំងឲ្យរីកចម្រើន ញ៉ាំងឲ្យមានការវិវត្តន៍ ដំណើរនៃជីវិតនឹងគឺត្រូវវិវត្តន៍ជាមួយកុសល កាយនឹងវាវិវត្តន៍ជាមួយចរិយាភាធិហើយ អានឹងជាសភាវៈធម៌របស់កាយ ប៉ុន្តែយើងមិនអាចញ៉ាំងឲ្យចិត្តរបស់យើងនឹងវិវត្តន៍ជាមួយអកុសលបានទេ ត្រូវញ៉ាំងឲ្យចិត្តនឹងវិវត្តន៍ជាមួយកុសល នឹងហើយបានយើងទាំងអស់គ្នានឹងជាបុត្រាបុត្រីសក្យបុត្រីរបស់ព្រះសម្មាសម្ពុទ្ធ ដូច្នេះញាតិញោមត្រូវបណ្ដុះនៅឆន្ទៈសេចក្តីពេញចិត្តនៅក្នុងការចម្រើនព្រះកម្មដ្ឋាននឹង ស្រឡាញ់ពេញចិត្ត ទោះបីជាស្ងប់ក្តីមិនស្ងប់ក្តីព្យាយាមធ្វើចិត្តនឹងឲ្យសប្បាយហើយពេញចិត្តនៅក្នុងការចម្រើនកុសលនឹង ឆន្ទៈនឹងគឺពេញចិត្តនៅក្នុងអារម្មណ៍ ប៉ុន្តែអារម្មណ៍យើងនៅពេលនេះជាកុសល បើយើងមិនមានឆន្ទៈទេ បើឆន្ទៈនឹងមិនមោះមុតទេការអង្គុយនឹងក៏អត់ខ្លាំងអត់រីកចម្រើនដែរ ត្រូវញ៉ាំងឲ្យឆន្ទៈនឹងคล้ายទៅជាធម្មឆន្ទៈ មិនមែនកាមឆន្ទៈទេ ចឹងញាតិញោមត្រូវតែព្យាយាមគោរពស្រឡាញ់នៅព្រះកម្មដ្ឋាននេះឲ្យស្មើនឹងជីវិត យើងធ្លាប់ស្រឡាញ់គេច្រើនហើយ យើងធ្លាប់ស្រឡាញ់គេច្រើនហើយ យើងធ្លាប់លះបង់កម្លាំងកាយកម្លាំងចិត្តនឹងសម្រាប់អ្នកដទៃនឹងច្រើនហើយ លះបង់ចោះប៉ុន្តែក៏ត្រូវរកពេលវេលានឹងសម្រាប់ខ្លួនឯងដែរ ជាទីពឹងជាទីរលឹក ត្រូវរកពន្លឺរបស់ព្រះធម៌នឹងដាក់នៅក្នុងជីវិត កុំឲ្យដំណើរនៃជីវិតនឹងវាងងឹតខ្លាំងពេក ព្រះអង្គបានសម្ដែងពេលដែលជីវិតរបស់យើងងងឹតគឺដូចជាសត្វគោសត្វក្របីដែលវាងងឹត តែវាខ្វាក់ភ្នែកទាំងពីរហើយវាដើរនៅក្នុងព្រៃ ហើយព្រៃនោះសម្បូរដោយដើមឈើធំធំ ងាកឆ្វេងក៏ប៉ះងាកស្ដាំក៏ប៉ះ គឺដោយសារសត្វនឹងវាខ្វាក់វាងងឹត ចឹងដំណើរនៃជីវិតរបស់យើងនឹងគឺអាចងងឹតអាចខ្វាក់ដោយអំណាចនៃអកុសល មានចិត្តបាប បើយើងមិនប្រុងប្រយ័ត្នទេ គឺជីវិតរបស់យើងមិនមានពន្លឺទេ ប៉ុន្តែញាតិញោមទាំងអស់គ្នាជាអ្នកមានបុណ្យហើយបុណ្យខ្ពស់ណាស់ ព្រះសាសនានៅមានឱកាសធ្វើទានសមាទានសិលហើយមានឱកាសចម្រើនព្រះកម្មដ្ឋានទៀត បានស្គាល់នៅសប្បុរសជាច្រើនជាពិសេសគឺព្រះអង្គគ្រូព្រះសាសនានេះ ដែលព្រះអង្គបានលះបង់កម្លាំងកាយកម្លាំងចិត្តបដិបត្តិនៅប្រទេសខ្មែរជិត20ឆ្នាំទៅប្រទេសភូមាឆ្លងកាត់គ្រប់យ៉ាងដើម្បីឲ្យយើងទាំងអស់គ្នានឹងស្គាល់នៅធម៌ពិតរបស់ព្រះសម្មាសម្ពុទ្ធ ដូច្នេះញាតិញោមត្រូវតែចម្រើនព្រះកម្មដ្ឋានឲ្យល្អប្រពៃ កុំចាញ់បោកនៅអារម្មណ៍ផ្សេងក្រៅពីដង្ហើមចូលនិងដង្ហើមចេញ បងចឹងពេលវេលាក៏សំគួរហើយមុននឹងញាតិញោមបើកភ្នែកញាតិញោមត្រូវតែសម្រួលកាយសម្រួលចិត្តបណ្ដោះនៅសោមនស្សបៃតិរីករាយនៅក្នុងកុសលដែលញាតិញោមបានសាងនៅថ្ងៃនេះ
មិនមែនលាភ្នែននឹងដោយការត្អូញត្អែឬក៏ស្ដីបន្ទោសឲ្យខ្លួនឯងអង្គុយយូរហើយនៅតែមិនស្ងប់ចិត្តនេះពិបាកម្ល៉េះណាឬក៏បន្ទោសអ្នកនោះហើយជាដើមនោះទេយើងរៀនធ្វើចិត្តនឹងឲ្យរីករាយមានសេចក្តីសោមនស្សជាមួយសេចក្តីល្អដែលយើងបានធ្វើដូចជាព្រះអង្គបានសម្ដែងអញ្ចឹងបញ្ញងមេកតន្តិនန္ដតិគឺអ្នកសាងសេចក្តីល្អអ្នកធ្វើបុណ្យនឹងរីករាយនៅក្នុងជាតិនេះផងណាអ៊ិដ្ឋនန္ដតិពេជ្ជនန္ដតិរីករាយសប្បាយជាតិក្រោយទៀតឬក៏ពេលនេះក៏រីករាយពេលក្រោយក៏រីករាយហើយជាបុគ្គលដែលញ៉ាំងឲ្យបុណ្យកុសលនឹងរីកចម្រើនមានភ័យយោភាពនឹងដោយអំណាចអីដោយអំណាចពិចារណាថាបញ្ញមេកតន្តិនန္ដតិអូអាត្មាអញបានសាងនៅសេចក្តីល្អហើយគិតពិចារណារីករាយហើយគឺអាចឆ្ពោះទៅកាន់សុគតិភពបានដោយអំណាចនៃការពិចារណារឿយនៅសេចក្តីល្អដែលខ្លួនបានធ្វើនឹងហើយព្រោះចឹងញាតិញោមធ្វើចិត្តនឹងឲ្យរីករាយណាឈឺក៏ដោយស្ពឹកក៏ដោយអង្គុយនឹងមិនស្ងប់ក៏ដោយប៉ុន្តែធ្វើចិត្តនឹងឲ្យរីករាយធ្វើចិត្តនឹងឲ្យរីករាយហើយក៏ពោលទៅតាមអាត្មាភាពដាក់ផ្សាយមេត្តាទាំងអស់គ្នាណានៅក្នុងចិត្តធ្វើញ៉ាំងចិត្តនឹងឲ្យរីករាយប្រកបដោយមេត្តាផ្ទៃមុខហ្នឹងក៏ញញឹមហ្នឹងជាអំណាចរបស់មេត្តានឹងហើយពោលនៅក្នុងចិត្តទាំងអស់គ្នាណាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំមិនមានពីវរាសូមឲ្យខ្ញុំមិនមានការបៀតបៀនសូមឲ្យខ្ញុំមិនមានសេចក្តីទុក្ខសូមឲ្យខ្ញុំបានសុខរក្សាខ្លួនជាសុខតរៀងទៅសូមឲ្យមេត្តាបិតារបស់ខ្ញុំសូមឲ្យគ្រូឧបជាជាចារ្យរបស់ខ្ញុំសូមឲ្យកល្យាណមិត្តទាំងឡាយរបស់ខ្ញុំសូមឲ្យបុគ្គលទាំងឡាយជាទីគោរពស្រឡាញ់របស់ខ្ញុំសូមឲ្យបុរសទាំងឡាយសូមឲ្យស្ត្រីទាំងឡាយសូមឲ្យសពសត្វទាំងឡាយសូមឲ្យពួកអមនុស្សទាំងឡាយសូមឲ្យមនុស្សទាំងឡាយដែលមានពៀវិរិយជាមួយខ្ញុំបានសុខរួចផុតពីទុក្ខមិនមានពៀវិរិយមិនមានការបៀតបៀនមិនមាននៅសេចក្តីទុក្ខសូមឲ្យបានសុខរក្សាខ្លួនជាសុខតទៀងទៅយើងសូត្រទាំងអស់គ្នាណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វ
បាត់សេចក្ដីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្ដីសោកសូមឲ្យជាសត្វបាត់សេចក្ដីសោកទៅ